សម្រាប់ការរលាកនិងការក្តៅក្រហាយនៅទ្វារមាសនៅពេលដែលបងប្អូនស្ត្រីយើងគាត់មានបញ្ហាបែបហ្នឹងគាត់ត្រូវគិតថាគាត់មានជំងឺអីគេបដោតទៅលើបងប្អូនយើងគាត់តែនិយាយថាខ្ញុំមានការរលាកនៅនឹងទ្វារមាសយើងត្រូវដឹងថាការរលាកវាអាចនឹងមូលហេតុមកពីកត្តាទី1យើងគិតថាកត្តាមេកានិកឧទាហរណ៍បងប្អូនបានយកនៅសារធាតុឬមួយក៏អីណាមួយទៅលាបទៅធ្វើឲ្យមានអាឡែហ្ស៊ីមួយទៀតឬមួយក៏យើងតែលាកទឹកក្តៅកត្តាមួយទៀតគឺស្ងួតវាមានពេកក៏ធ្វើឲ្យរលាកដែរមួយទៀតគឺកត្តាដោយសារការបង្ករោគដែលការបង្ករោគនោះគឺបង្កដោយពពួកបាក់តេរីប៉ារ៉ាស៊ីតឬមួយក៏ពពួកផ្សិតយើងមកបែងចែកវិញតើភាគច្រើនស្ត្រីដែលរលាកដោយការស្ងាស្ងួតពេកហ្នឹងគឺភាគច្រើនកើតទៅលើបងប្អូនស្ត្រីដែលគាត់អស់រដូវហើយទើបគាត់មានការរលាកទ្វារមាសផ្នែកខាងក្រៅហ្នឹងចំណែកឯបងប្អូនស្ត្រីដែលគាត់មានការរលាកដោយសារពពួកអាឡែហ្ស៊ីឬមួយក៏អីសូមសង្កេតមើលថាតើយើងប្រើប្រាស់ទឹកអនាម័យបានត្រឹមត្រូវដែរអត់ឬមួយក៏សម្លៃអនាម័យរបស់យើងប្រើប្រាស់បានត្រឹមត្រូវដែរអត់ឬមួយក៏បងប្អូនបានយកគ្រីមឬមួយក៏អីទៅលាបឲ្យវាទៅជាផ្កាឈូកឬមួយក៏ទៅជាអ្នកខ្លះគាត់បដូរពណ៌រោមនៅនឹងទ្វារមាសរបស់គាត់ដែលធ្វើអាឡែហ្ស៊ីស្បែកនៅកន្លែងហ្នឹងអញ្ចឹងក៏បង្កទៅជាការរលាកផងដែរចំណែកឯការបង្កដែលមេរោគផ្សិតមេរោគបាក់តេរីឬមួយក៏អីអាហ្នឹងយើងត្រូវតែដាច់ខាតក្នុងចំណោមទាំងអស់ហ្នឹងគឺត្រូវតែប្រើថ្នាំហើយគ្រាន់តែការប្រើប្រាស់ថ្នាំវាមានរបៀបផ្សេងគ្នាមុននឹងសម្រាប់ចិត្តគិតថាយើងត្រូវប្រើប្រាស់ថ្នាំអីលើកទឹកចិត្តឲ្យមកជួបជាមួយនឹងវេជ្ជបណ្ឌិតសិនដើម្បីវាយតម្លៃថាតើយើងនឹងរលាកជាប្រភេទពួកអាឡែហ្ស៊ីយើងរលាកដោយសារតែយើងប្រើប្រាស់សារធាតុនឹងទៅធ្វើឲ្យរលាកដាច់ស្បែកដល់កម្រិតប៉ុណ្ណាថាតើយើងមានកម្រិតមេរោគដែលបង្កឲ្យអត់ធ្លាប់មានបងប្អូនក៏សួរថាអ្នកគ្រូចុះបើសិនជាខ្ញុំអាលាកទ្វារមាសអញ្ចឹងខ្ញុំគ្រាន់តែលាបបានអត់បាច់ញ៉ាំថ្នាំជាដែរអត់អ្នកគ្រូអញ្ចឹងវាទៅតាមកម្រិតប្រសិនបើការដែលវាមាននឹងវាមានការបង្ករោគឬរលាកកម្រិតទី2ឬមួយក៏ការរលាកនឹងវាធ្វើឲ្យវាមានដាច់ស្បែកការបង្ករោគនឹងតម្រូវឲ្យការប្រើប្រាស់ថ្នាំអាហ្នឹងយើងត្រូវតែញ៉ាំពេលខ្លះបើវាបង្ករោគហ្នឹងឆ្លងតាមរយៈការរួមភេទត្រូវឲ្យទាំងដៃគូរបស់យើងញ៉ាំដែររបៀបនៃការថែទាំក៏ខុសគ្នាដែរអត់ដូចគ្នាទេគ្រាន់ថាខ្ញុំចង់និយាយឲ្យអ្នកទាំងអស់គ្នាដឹងហើយនិយាយពីវិធីសាស្ត្រការពារវិញតើយើងធ្វើមិនដើម្បីកុំឲ្យយើងមានការងាយរលាកទ្វារមាសទី1គឺការប្រើប្រាស់នៅហៅលីអូឬមួយក៏ស្លៃអនាម័យរបស់យើងហ្នឹងគឺត្រូវតែសម្អាតឲ្យបានស្អាតហាលឲ្យត្រូវថ្ងៃហើយកុំឲ្យមានជាតិសើមជាតិអីពេលដែលចូលទៅបន្ទប់ទឹកគឺយើងធ្វើមិនត្រូវអនាម័យខ្លួនយើងនៅពេលដែលចូលទៅបន្ទប់ទឹកដោយកុំឲ្យចម្លងមេរោគពីបន្ទប់ទឹកមកខ្លួនយើងដោយការបាញ់អាល់កុលជូតសម្អាតនិងចុចទឹកទៅសិនបន្ទាប់មកក្រោយបត់ជើងតូចគ្រប់ពេលវេលាត្រូវតែលាងជាមួយទឹកផ្ដិតដោយកណ្ដាស់ឬមួយក៏អីដែលអត់មានក្លិនអត់មានជាតិអាល់កុលទេសម្រាប់ការដែលយើងទៅប្រើប្រាស់ទឹកអនាម័យសូមរើសទឹកអនាម័យណាដែលត្រូវជាមួយនឹង pH ទ្វារមាសរបស់យើងហើយមិនមែនប្រើញឹកមួយថ្ងៃត្រូវ 3-4 ដងឲ្យទៅចូលបន្ទប់ទឹកត្រូវតែប្រើទេព្រោះក្នុងទឹកអនាម័យគេមានអាប្រើភាសា daily use ឬមួយក៏អាខ្លះគាត់3ថ្ងៃអីប្រើតែម្ដងបានហើយជៀសវាងការយកនៅការប្រើសារធាតុគីមីទៅធ្វើឲ្យទ្វារមាសរបស់យើងនឹងមានពណ៌ផ្កាឈូកឬមួយក៏យើងយកអីយកទៅលាបឬមួយក៏យើងនឹងទៅបដូរពណ៌រោមនៅនឹងទ្វារមាសដែលធ្វើឲ្យខូច pH ហ្នឹងក៏ធ្វើឲ្យមានការរលាកដែរនៅតែមួយទៀតគឺរបបចំណីអាហារភាសាទឹកឲ្យបានច្រើនមួយថ្ងៃឲ្យបានលើស3លីត្រកន្លះជៀសវាងញ៉ាំអាហារផ្អាប់អាហារផ្អែមថែទាំខ្លួនប្រាណរបស់យើងធ្វើម៉េចឲ្យ healthy lifestyle គេអត់ recommend ឲ្យយើងស្លៀកខោកប្រួយហប់មួយថ្ងៃវល់ល្ងាចទេខោកប្រួយគេ recommend ឲ្យយើងស្លៀកញឹកពេកទេអញ្ចឹងបើសិនជាយើងស្លៀកខោកប្រួយក៏ជាកត្តាមួយធ្វើឲ្យហប់ទ្វារមាសផងដែរអញ្ចឹងយើងគួរប្រើប្រាស់ខោកប្រួយទុនខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាសារដាស់តឿនដល់បងប្អូនស្ត្រីរបស់យើងឲ្យយកចិត្តទុកដាក់ទៅលើសុខភាពនាងអូនដើម្បីអីកុំឲ្យឈឺព្រោះកាលណាយើងឈឺវាងាយនឹងបង្ករោគទៅកាន់ទ្វារមាសទៅកាន់មាត់ស្បូនរបស់យើងដែលអាចឲ្យក្រោយឲ្យមានបញ្ហាសុខភាពអីផ្សេងទៀតអញ្ចឹងចូលរួមថែទាំសុខភាពទាំងអស់គ្នាតាមរយៈអនាម័យនិងការថែទាំខ្លួនប្រាណតាមដែលខ្ញុំ mention ខាងលើចាសសូមអរគុណ